សួស្តីបងប្អូនអរគ្នាវិលត្រឡប់មកជួបខ្ញុំសាជាថ្មីទៀតហើយនៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកតកតងជាមួយនឹងរបៀប design អក្សរលក្ខណៈ 3D បែបនេះនៅក្នុងកម្មវិធី Photoshop អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរឥឡូវយើងទៅបង្កើតផ្ទាំងថ្មីទាំងអស់គ្នាខ្ញុំសូមចុចទៅលើ file យកពាក្យថា new ហើយខ្ញុំរើសទំហំដែលខ្ញុំចង់បានចុចពាក្យថា create ចំណុចបន្ទាប់បងប្អូនអរគ្នាត្រូវចុចទៅ add text របស់យើងមកឥឡូវខ្ញុំសូមដាក់ពណ៌ color ទៅជាពណ៌ទឹកប៊ិចតិចទៅដើម្បីឲ្យយើងងាយស្រួលមើលហើយខ្ញុំសរសេរពាក្យថារៀន design អីចាបាទឥឡូវខ្ញុំសូមបរិយា text របស់យើងឲ្យធំបន្តិចដើម្បីយើងងាយស្រួលមើលនៅក្នុងការ design អក្សររបស់យើងអញ្ចឹងខ្ញុំសូមដាក់ឲ្យចំកណ្ដាលហើយបន្តមកទៀតខ្ញុំធ្វើការផ្លាស់ប្ដូរ background របស់យើងអញ្ចឹងខ្ញុំសូមលុប background ពណ៌សចេញហើយខ្ញុំយក solid color ខ្ញុំបូក background យកពណ៌បៃតងរាងស្រាលតិចហើយខ្ញុំចុចទៅ OK អញ្ចឹងខ្ញុំសូមទាញ color background យើងមកខាងក្រោមដើម្បីកុំឲ្យវាបាំង text ហើយ text របស់យើងខ្ញុំសូមដូរទៅជាពណ៌សវិញខ្ញុំអត់ស្រឡាញ់ពណ៌ខៀវទេខ្ញុំដាក់ទៅពណ៌សវិញហើយចំណុចបន្ទាប់ខ្ញុំធ្វើការ convert text របស់យើងទៅជា smart object ដើម្បីយើងងាយស្រួលនៅក្នុងការ design ហើយអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់នោះគឺយើងទៅ add layer មួយទៀតឬក៏យើង copy layer យើងអាច control J ក៏បានឬក៏យើងចាប់ទាញវាទៅដាក់ចំសញ្ញាបូកនេះក៏បានដែរអញ្ចឹងខ្ញុំសូមចុចទៅលើសញ្ញាបូកនេះហើយខ្ញុំទាញ layer ដែលខ្ញុំបាន copy មកខាងក្រោមហើយ layer ទី2នេះខ្ញុំនឹងធ្វើការបង្កើត stroke ឲ្យវាហើយខ្ញុំចុចទៅលើ FX យកពាក្យថា stroke ហើយយើងធ្វើការរងចាំវាតិចអញ្ចឹង stroke ទី1ខ្ញុំប្រើប្រាស់15ហើយ color ខ្ញុំយកទឹកប៊ិចខ្ចីចុចទៅលើពាក្យ OK ខ្ញុំចុច OK ម្ដងទៀតហើយខ្ញុំសូមបិទផ្នែក layer ទី1ហើយខ្ញុំធ្វើការ fill layer ទី2របស់យើងឲ្យទៅជាពណ៌ដូចនឹង stroke របស់យើងដែរអញ្ចឹងខ្ញុំសូមចុចទៅលើពាក្យថា FX ហើយខ្ញុំយកពាក្យថា color overlay ហើយខ្ញុំចុចទៅលើ color ហើយខ្ញុំ copy color ដែលខ្ញុំបានដាក់មុនហ្នឹងមិញទៅលើ stroke របស់យើងអញ្ចឹងចុច OK ចុច OK ម្ដងទៀតអញ្ចឹងខ្ញុំបើក layer ទី1វិញខ្ញុំសូម copy layer ទី2នេះទៅជា layer មួយទៀតដើម្បីបង្កើតជា 3D ម្ដងអញ្ចឹងខ្ញុំសូម copy layer ហើយខ្ញុំទាញ layer 3D មកខាងក្រោមអញ្ចឹងខ្ញុំ rename បន្តិចទៅដើម្បីឲ្យយើងងាយស្រួលចាំបាទអញ្ចឹងកន្លែងនេះយើងដាក់ថា 3D អូខេ 3D ហើយខាងលើទី2នេះខ្ញុំដាក់ថា stroke បាទអញ្ចឹងនៅកន្លែង 3D នេះខ្ញុំសុំកែ stroke វាទៅជាយើងបន្ថែម stroke តិចមកយើងដាក់30ហើយ color របស់យើងដាក់ទៅជាពណ៌ទឹកប៊ិចចាស់អញ្ចឹងខ្ញុំសុំចុចពីនេះមកខ្ញុំចុច OK ហើយខ្ញុំចុច OK ម្ដងទៀតហើយ color overlay ដូចគ្នាខ្ញុំសូមបិទ layer ទី1និង layer ទី2សិនខ្ញុំទៅធ្វើ color overlay ឲ្យទៅជា stroke របស់យើងដែរខ្ញុំចុចទៅលើ color ហើយខ្ញុំ copy ទៅលើ stroke របស់យើងចុចទៅលើពាក្យ OK ចុច OK ម្ដងទៀតអញ្ចឹងខ្ញុំសូមបើក layer ទី1និងទី2វិញហើយយើងសេរីអា 3D នេះវាមកខាងក្រោមបន្តិចមកដើម្បីវាចេញជាលក្ខណៈ 3D អញ្ចឹងខ្ញុំសូមសេរីប៉ុណ្ណេះចុះអូខេអញ្ចឹងយើងបានអក្សរជាលក្ខណៈ 3D មួយហើយយើងអាចធ្វើការដាក់ shadow មកឥឡូវដើម្បីមុនយើងដាក់ shadow បានយើងចុចគ្រប់ layer ទី2និង layer ទី3ឲ្យទៅជាគ្រប់តែមួយសិនមកអញ្ចឹងខ្ញុំសូមចុច shift ឲ្យជាប់ហើយយើងចុច layer ទី2និង layer ទី3ហើយយើងចុចទៅលើ control អក្សរ G បន្ទាប់ពីបានគ្រប់ហើយខ្ញុំសូមដាក់ទៅជា shadow មួយទៀតអញ្ចឹងខ្ញុំចុចទៅលើ FX យក drop shadow ហើយកន្លែងនេះគឺខ្ញុំបាន add រួចហើយអញ្ចឹងបងប្អូនអរគ្នាអាច add color add អីតាមហ្នឹងមកឥឡូវបើសិនយើងអត់ស្រឡាញ់ពណ៌ខៀវយើងដាក់ពណ៌ខ្មៅមកប៉ុន្តែខ្ញុំសូមស្រឡាញ់ពណ៌ខៀវខ្ញុំដាក់ទៅពណ៌ខៀវមកពណ៌ខៀវទឹកប៊ិចរៀងចាស់តិចមកខ្ញុំចុច OK មកហើយកន្លែង angle ខ្ញុំយក110ហើយកន្លែងខាងក្រោមនេះខ្ញុំយក12 pixel 10% និង1 pixel អញ្ចឹងខ្ញុំសូមចុចទៅលើពាក្យថា OK បាទ
Chẳng dương ai nâng thua ca link layer bao giờ thì mất đầm bay của mọi nó bây giờ là đầu tiên tăng layer bây giờ việc từ tại sò hay 3D bây giờ việc rốt tam chẳng đầm bay ơi 3D bây giờ rốt tam sò dương thử cho siêu ở chụp layer thì muối hay dương cho từ layer TP mà chụp là group TP mà hay dương mà đám vô biệt hà link layer và to bị dương liên rúi dương ai thưa ca phá đầu thì tăng 3D ở so với dương tận các bạn đấy hay dương ai thưa ca cài so bàn thiệt dương mệnh than dương design hết dương ở đại cài bàn để dương ai từ thưa ca phá đầu so tận tăng phải đi dương chân sẽ chẳng là lớn nhưng mà tia họ tha nhưng chân sẽ biệt tha số đây năm thứ mấy chẳng dương khoản để double click từ layer thì mùi bây giờ mà đây dương bàn convert tới chỉ smart object nữa nhưng double click lên đó và tao bị double click viên năng thưa cả bảo tiền thay máu hay thích bởi dưỡng cứ nơi đại tế dân ai thưa ca sẽ bàn chẳng dân thử double click lên thích bởi dưỡng hay dân thưa ca plug đầu ở so mà là tiền ra dân đã thay số đấy làm thay số đấy ném thay và to bị bàn bạn nhé nhưng chụp nhà ký hay nhưng xong bật tiền nắng nhưng chụp lời nhà file ní hay dương sale viêm phóng đầm bày ở việcធ្វើការផ្លាស់ប្ដូរទៅផ្ទាំងទី2ដែលយើងបានបង្កើតមុននឹងមិញសូមចុចទៅលើពាក្យថា yes ចឹងយើងឃើញថាអក្សររបស់យើងធ្វើការផ្លាស់ប្ដូរទៅតាមអ្វីដែលយើងចង់បានហើយចឹងយើងអាចសរសេរអីក៏បានដែរនៅពេលដែលយើង design វាចេញជាលក្ខណៈ 3D រួចហើយយើងអាចធ្វើការសរសេរអក្សរអីក៏បានដែរចឹងយើងសរសេរអីតាមបេះដូងរបស់យើងឆ្លាញ់អក្សរអីយើងសរសេរអក្សរហ្នឹងមកបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ហើយដែរបើសិនជាអ្នកនរគ្នាពេញចិត្តសូមកុំភ្លេចជួយចុច like ហើយនិង subscribe ម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូបន្តទៀត